សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់រឿងអូម៉ាមូសាមេហើយថ្ងៃនេះដែរគឺខ្ញុំនឹងមកសម្រាយពាក្យទី8ជូនអ្នកគ្នាស្ដាប់តែគ្រាន់តែផ្ដើមសាច់រឿងមកយើងឃើញថានៅពេលដែល trainer គាត់ចូលមកកាន់មន្ទីរពេទ្យនឹងឃើញ special week day ចាំនៅនឹងហើយយើងក៏ដឹងដែរថា special week របស់យើងនឹងគឺចាញ់ការប្រកួតផងដែរគឺមានឈ្មោះថា Japan Cup ហ្នឹងតែជាប់នឹងជាប់លេខ3 Paza លេខ1ហើយ Suzuka បាននិយាយថា special week មើលទៅដូចជា sad តែសារតែចាញ់ការប្រកួតចឹងហើយក៏បាននិយាយបន្ថែមដែរថា Special League នឹងមើលទៅដូចជាខ្វល់ខ្វាយពី Suzuka ខ្លាំងសូម្បីតែងើបបានបន្តិចនឹងស៊ូទុកផងចង់ដាក់ទឹកដាក់អីផងតែធ្វើនេះខុសបែរជាដោយសារតែមកពីចាញ់ការប្រកួត Japan Cup ហ្នឹងហើយ Suzuka ក៏និយាយដល់របួសជើងរបស់ខ្លួនឯងដោយសារតែរបួសជើងនឹងមើលទៅដូចជាអាចរត់បានទៀតទេរត់បាននឹងបច្ចុប្បន្ននេះគ្នាយើងមិនទៅបោទៅគាត់នៅតែរត់អត់បានទេណាហើយពេលដែលនិយាយមួយ trainer សុកនឹងលេង Special Week ងើបមកនិយាយឡើងតំណងបង Special Week នឹងងើបហើយក៏បាននិយាយថាSuzuka ហ្នឹងតែទៅតិចទៀតហ្នឹងគឺអត់អីទេតែរបួសជាតិចតួចហ្នឹងគឺអាចរត់ជាមួយនាងបានហើយនិយាយបានតែមកផ្លែតទេ trainer ក៏អូ special week ហ្នឹងទៅនិយាយអារឿងតែ special week របស់យើងហ្នឹងរត់លើកមុននៅ Japan Cup ហ្នឹងហើយថ្មីក៏បានមកដល់ហើយថ្ងៃនេះដែរគឺជាថ្ងៃដែលគេប្រារព្ធពិធីចូលឆ្នាំក្នុងការអបអរពិធីចូលឆ្នាំគេហ្នឹងគឺគេមានកម្មវិធីរត់មួយដែលមានឈ្មោះថា The Dream Trophy ដែលក្នុងការរត់នឹងដែរគឺមានតែអ្នកខ្លាំងទេអញ្ចឹងមានន័យថាអ្នកដែលល្មមសិស្សធម្មតានឹងអត់មានវត្តមាននៅក្នុងនឹងទេអញ្ចឹងហើយក៏មានន័យថាការរត់ប៉ុណ្ណាហ្នឹងគឺវារៀងធំគួរសមដែរហើយគ្រាន់តែកម្មវិធីការរត់នឹងមួយគ្នាយើងគឺគេផ្សព្វផ្សាយសឹងតែពេញប្រទេសហើយការប្រកួតនេះមើលទៅរៀងធំគួរសំណើមដែរដោយសារតែសឹងតែពាណិជ្ជកម្មគ្រប់ផ្ទះហ្នឹងគឺគេដាក់ផ្សាយនិយាយពីការប្រកួតនឹងទាំងអស់បើយើងក៏លេចមកមើល Suzuka វិញនៅក្នុងពេទ្យហ្នឹងគឺពេទ្យគេអនុញ្ញាតឲ្យ Suzuka ហ្នឹងចេញទៅក្រៅបានហើយមានន័យថាមុខរបួសរបស់ Suzuka ហ្នឹងអាចធូរជាងមុនច្រើនហើយ Special Week របស់យើងហ្នឹងក៏មកយក Suzuka ទៅជួបជុំគ្នាអញ្ចឹងទៅបន្ទាប់ពីមកដល់ជុំគ្នាហើយគឺពួកគេទាំងអស់គ្នានឹងមានការជប់លៀងដែលការជប់លៀងហ្នឹងគឺអបអរពិធីចូលឆ្នាំថ្មីអញ្ចឹងណាមួយទៀតដើម្បីអបអរសាទរ Suzuka ហ្នឹងទៅចេញមកពីពេទ្យហើយនិយាយគ្នាតបានហ្នឹងពីរអ្នកនេះឆ្លោះគ្នាទៀតនិយាយទៅឆ្លោះគ្នាតាំងពីដើមសាច់រឿងមកហ្មងពេលល្ងាចក៏បានមកដល់ហើយខាងក្រុម speaker ហ្នឹងជួបជុំគ្នាហូបអីឡើងពេញនៅនឹងឯង trainer គាត់អ្នកធ្វើមកហូបឲ្យដោយសារតែពេល Suzuka ចេញមកពីពេទ្យហ្នឹងគាត់ថាគាត់អ្នកគ្រប់គ្រងប្រហែលជាគាត់ចង់វាថាគាត់អ្នកចេញលុយទៅដល់ពេលគាត់មិននិយាយថាគាត់ចេញលុយដល់ពេលអញ្ចឹងគេឲ្យគាត់ធ្វើហូបឲ្យបណ្ដោយហើយអំឡុងពួកគេកំពុងតែហូបជុំគ្នាហ្នឹងស្រាប់តែការប្រកួតក៏បានចាប់ផ្ដើមផងដែរនៅក្នុងការប្រកួតនេះមើលទៅដូចជាខ្លាំងគួរសមដែរហើយការទៅសម្ដែងមុនហ្នឹងអត់សូវមានអ្នកដែលរត់ប្រណាំងនៅក្នុងវីដេអូនេះណាហើយអ្វីដែលសំខាន់ណាគឺយើងអត់បានមើលឃើញពីការរត់ប្រណាំងរបស់គេទេយើងដឹងតែលទ្ធផលហើយតែអ្នកណាជាអ្នកឈ្នះហើយអ្នកឈ្នះហ្នឹងគឺជា Rudolph ហើយគាត់ក៏ជា president នៃសាលាដែលគ្រប់គ្នាកំពុងតែរៀនហ្នឹងផងដែរគាត់នៅការប្រកួតចោលភ្លាមហ្នឹងអ្នកនឹងຕົកហ្នឹងគេនិយាយថាគេចង់រត់ប្រណាំងនៅក្នុងហ្នឹងដែរហើយ trainer គាត់ក៏បានបកស្រាយដែរថាដើម្បីចង់ចូលឬក៏មានឱកាសចូលក្នុងការប្រកួតហ្នឹងគឺយើងតម្រូវឲ្យឈ្នះការប្រកួតធំរៀងច្រើនដែរនេះយើងមានទាំង G1 G2 G3 យើងទៅហើយជាមួយនឹងកម្មវិធីពិសេសផ្សេងទៀតអញ្ចឹងបានយើងអាចនឹងមានឱកាសចូលក្នុងការប្រកួតហ្នឹងហើយ trainer គាត់ក៏បានលើកទឹកចិត្តសិស្សខ្លួនណាចឹងទៅដែលចំណែក special week វិញគាត់អត់បានបដិសេធឬក៏យល់ព្រមទេថាឲ្យចូលការប្រកួតហ្នឹងក៏ប៉ុន្តែគាត់បាននិយាយថា special week ហ្នឹងបញ្ញាពេកអញ្ចឹងអត់ចង់ឲ្យ special week ហ្នឹងបញ្ញាទេតាមតាណាហើយបន្ទាប់ពីហូបអីជុំគ្នាហើយហ្នឹងពួកគេទាំងអស់គ្នាហ្នឹងក៏បានឡើងទៅលេងនឹងភ្នំនៅខាងជប៉ុនកូរ៉េនេះខ្ញុំអត់ស្ូវជាដឹងខាងសាសនាគេឬក៏ទំនៀមទម្លាប់គេមិនទេតែអាហ្នឹងវាដូចជាការបួងសួងអញ្ចឹងហើយមុននឹងពួកគេទៅបួងសួងនេះពួកគេក៏បានដើរលេងនៅម្ដុំនឹងបន្តិចផងដែរហើយយើងក៏ឃើញថា Suzuka នឹងមាន fan ដល់នេះទៀតឥឡូវទៅស្ដាប់អ្នកដែលគេកំពុងទៅសារ Suzuka នឹងស្រាប់តែអ៊ំមួយចាស់ហ្នឹងគាត់មកប្រាប់ Special Week ថាអ្វីដែល Special Week ធ្វើការរត់ប្រណាំងនៅ Japan Cup ហ្នឹងគឺល្អហើយបន្ទាប់ពីហ្នឹងមកពួកគេក៏ទៅបួងសួងអញ្ចឹងទៅហើយអ្នកដែលបួងសួងហ្នឹងយើងក៏ប្លែកណា Gold Ship ហ្នឹងបួងសួងឲ្យ Suzuka នឹងឆាប់ជា trainer គាត់បួងសួងឲ្យគាត់ហ្នឹងនឹងដឹកនាំ team speaker ទៅជា team ដែលល្អបំផុតចំណែក Special Week ហ្នឹងបួងសួងឲ្យគាត់ហ្នឹងបានរត់ជាមួយនឹង Suzuka តែ Suzuka បានបួងសួងឲ្យខ្លួនឯងហ្នឹងឆាប់ជាចំណែកពេលអ្នកហ្នឹងបួងសួងថាអត់ឲ្យចាញ់ពីណាគេទេហើយយើងក៏ឃើញការអភិវឌ្ឍរបស់ Suzuka ដែរឥឡូវហ្នឹងគឺអាចដើរបានម្ដងតិចឯងថ្ងៃថ្មីចឹងទៅហើយ team speaker ហ្នឹងក៏ ฝึก ហាត់ធម្មតាចំណែក Suzuka យើងចាប់ផ្ដើមដើរធម្មតាបានហើយអត់ចាំអីជំនួយក៏ដើរបានដែរហើយរឿងហ្នឹងក៏កាត់មកកាន់ Suzuka ហ្នឹងរត់ជាមួយ Special Week
អាហ្នឹងគឺជាការរត់លើកដំបូងណានិយាយទៅបន្ទាប់ពីរៀងជាគូសពនេះគឺអាចរត់បានហើយពួកគេក៏រត់ជុំគ្នាចឹងទៅហើយរត់ហ្នឹងរត់បដានិយាយគ្នាបដា goal ship ក៏បានថាឲ្យ special week ហ្នឹងអញញ៉ៃស៊ូសាកាវិញមើលទៅហើយសមាជិក2នាក់នៃ team Rigel ហ្នឹងក៏បានមកសួរសុខទុក្ខស៊ូសាកាដោយសារតែឃើញស៊ូសាកាហ្នឹងរត់បានធម្មតាវិញពួកគេក៏ឈប់រត់ហើយមកសួរសុខទុក្ខស៊ូសាកាដោយសារតែឃើញស៊ូសាកាទៅតែជាហើយអញ្ចឹងរៀងភ្ញាក់ផ្អើលណាកាត់ពីហ្នឹងមកយើងឃើញក្រាស់កំពុងតែរត់បកាត់ខ្លួនឯងដោយសារតែទៅប្រហែលថ្ងៃទៀតហ្នឹងគឺចូលការប្រកួតថ្មីហើយហាណាក៏សុំក្រាស់និយាយមួយគ្នាមកផ្លែតហើយក្នុងការសន្ទនានេះយើងក៏ដឹងដែរថា special week ហ្នឹងគឺប្រកួតជាមួយក្រាស់នៅការប្រកួតខាងមុខហ្នឹងការប្រកួតនេះមានឈ្មោះថា Takarazuka Kinin ដែលហាណានិយាយរំលឹកឲ្យដឹងពី special week ផងព្រោះថា special week ហ្នឹងក៏មិនធម្មតាដែរគឺជាមនុស្សដែលយើងមិនអាចមើលរំលងបានទេអញ្ចឹងហើយព្យាយាមឲ្យក្រាស់ហ្នឹងធ្វើម៉េចឲ្យមើលទៅលើ special week ដោយសារតែ special week គឺបច្ចុប្បន្នហ្នឹងរៀងខ្លាំងគួរសមដែរហើយកាត់មកដល់ថ្ងៃថ្មីមកយើងឃើញ special week របស់យើងហ្នឹងដូចជា focus នឹងការសិក្សាខ្លាំងហើយសូម្បីតែ Science Sky នឹងគាត់អាចសបើលើក្បាលឡើងត្រង់ភ្លឹងហើយសូម្បីតែពេលហូបអាហារក៏ចឹងដែរអត់បានហូបជាមួយនឹងក្រាស់ហើយនឹង Science Sky ទេក្រោមហេតុផលថាធ្វើមើលស៊ូសាកាអញ្ចឹងហើយក្រាស់ឃើញមិត្តភក្តិរបស់ខ្លួនឯងហ្នឹងរៀងប្លែកហ្នឹងក៏រៀងឆ្ងល់ហើយហាណាហ្នឹងក៏បានមកសួរថាគិតអីហើយក្រាស់ក៏បាននិយាយប្រាប់ទៅថា special week ហ្នឹងមួយរយៈហ្នឹងមើលទៅដូចជារៀងប្លែកហាណាក៏បាននិយាយថាអ្វីដែលសំខាន់ហ្នឹងគឺគិតលើខ្លួនឯងកុំគិតលើគេពេកដោយសារតែខាងមុខហ្នឹងគឺមានការប្រកួតថ្ងៃ Fakhat ក៏បានមកដល់ចឹងទៅហើយគ្រប់គ្នាគឺធ្វើការ Fakhat ជាធម្មតាក៏ប៉ុន្តែថ្ងៃហ្នឹងពិសេសត្រង់ថាស៊ូសាកាហ្នឹងមកសាកល្បងរត់ទៅ trainer ក៏បានប្រាប់ឲ្យស៊ូសាកាហ្នឹងមករត់ទេគាត់ចង់ឲ្យស៊ូសាកាសម្រាប់ឲ្យបានយូរជាងហ្នឹងទៀតដើម្បីឲ្យជើងហ្នឹងវាកាន់តែល្អប្រសើរជាងមុនណាមុននឹងធ្វើការមករត់ហើយការដែលស៊ូសាកាសាករត់ហ្នឹងមើលទៅលឿនដូចជាអូខេអីទេឲ្យទទួលយកបានមកល្មមរត់បានក៏ប៉ុន្តែរត់បានតាមមួយផ្លែតហ្នឹងស្រាប់តែអស់លឿនបដ សង្ស័យតែឈឺជើងទៀតហើយមើលទៅហើយដោយសារតែខ្លាចមានបញ្ហាថែបហ្នឹងក៏ចាប់ផ្ដើមបញ្ឈប់ការរត់ហ្នឹងហើយ special week ឃើញនៅចិត្តហ្នឹងដឹងស្រាប់ហើយ special week គឺប៉ិនបារម្ភពីស៊ូសាកាច្រើនណាក៏រត់ទៅស៊ូសាកាហ្មងដល់ពេល trainer ឃើញដេញ special week ទៅវិញដោយសារតែ special week ហ្នឹងអត់មានទូនាទីអីមកនិយាយលេងជាមួយស៊ូសាកាចឹងទេហើយ trainer ក៏និយាយថានាងអត់ចាំបាច់ទៅ Fakhat ចឹងលឿនពេកទេចាំពេលដែលជាចាំមក Fakhat ក៏បានដែរថ្ងៃថ្មីក៏ចូលមកដល់ហើយពេលហ្នឹងដែរគឺជាពេលថ្ងៃនៅពេលដែលគេហូបអាហារណាក្រាស់ក៏បានទៅសួរ special week ថាទៅហូបអាហារជុំគ្នាអត់ថ្ងៃហ្នឹងតែបំរុងនឹង special week បដិសេធទៅហើយក្រាស់ក៏បាននិយាយថាអញ្ចឹងនាំនាងទៅផងហើយយើងក៏ឃើញថាស៊ូសាកាហ្នឹងគឺជាសមាជិកថ្មីដែលថាមកហូបបាយជុំគ្នាហ្នឹងខ្ញុំស្មានតែណាទៅណីក៏ប៉ុន្តែមកហូបបាយជុំគ្នាទេហើយ Science Sky ជាមួយនឹងក្រាស់ហ្នឹងក៏សួរនាំស៊ូសាកាតាមហ្នឹងទៅតាមពីសុខភាពនិងអំពីជើងការប្រកួតថ្មីណាហើយក៏បាននាំសម្បត្តិដែលផាសាបានទៅសេផ្ញើជូនផងដែរហើយសម្បត្តិហ្នឹងគឺជាសម្បត្តិដែលផាសាហ្នឹងបានសួរសុខទុក្ខដោយសារតែផាសាហ្នឹងអត់បាននៅសាលាហ្នឹងទៀតទេប្រហែលជាទៅ Fakhat នៅកន្លែងផ្សេងអញ្ចឹងដើម្បីត្រៀមនឹងការប្រកួតអត់តនឹងបានប្រមាណផងការប្រកួតក៏បានមកដល់ដែរហើយការប្រកួតហ្នឹងគឺជាការប្រកួតដែលរៀងគួរសមដែរអត់សូវជាធំប្រមាណទេហើយនឹងការប្រកួតហ្នឹងគឺមានបកគោល2ដែលយើងស្គាល់គឺមានក្រាស់ជាមួយនឹង Special Week ពីរនាក់ហ្នឹងគឺជាមិត្តភក្តិគ្នាហើយក្រាស់ហ្នឹងក៏សន្យាជាមួយនឹងហាណាថាយកឈ្នះទៅលើ Special Week ឲ្យបានហើយចង់នឹងតែលទ្ធផលយ៉ាងណាតាមដានទាំងអស់គ្នាហាណាក៏បានឃើញដែរថាក្រាស់សានេះមើលទៅអត់លេងទេបែរជាមែនតែដោយសារតែនាងមើលទៅដូចជាមើងម៉ាត់ខ្លាំងហ្មងគ្នាយើងសាហ្នឹងហើយក៏មានការហៅកញ្ជ្រៀវពី Team Speaker ទៅកាន់ Special Week ឲ្យផ្ដោតអារម្មណ៍ផងដែរទាំងអស់គ្នាក៏បានត្រៀមទ្វារក៏បានបើកការប្រកួតក៏បានចាប់ផ្ដើមផងដែរដល់ឃើញថាអាការប្រកួតតែចាប់ផ្ដើមហ្នឹងដូចជាអត់មានអីប្រែប្រួលទេគ្នាយើងគឺគ្រប់គ្នាហ្នឹងមើលទៅដូចជារត់ទៅធម្មតាទេខុសតែ Special Week អីគិតតែស៊ូសាកានិយាយទៅនៅក្នុងអំឡុងពេលដែលប្រកួតហ្នឹង Special Week របស់យើងហ្នឹងគិតពីស៊ូសាការហូតមានទាំងការគិតថាបារម្ភពីស៊ូសាកាផងនិងគិតថាខ្លួនឯងដូចស៊ូសាកាផងនិងការរត់ផងនិយាយទៅគឺតកតងនឹងផ្នត់កំណត់ហ្នឹងគឺគិតតែពីស៊ូសាកាទេអញ្ចឹងធ្វើឲ្យការប្រកួតហ្នឹងគឺធ្វើឲ្យ Special Week របស់យើងហ្នឹងអត់ផ្ដោតលើខ្លួនឯងខ្លាំងទេចំណែកឯក្រាស់វិញគឺនៅពីក្រោយ Special Week របស់យើងបែរជាចាំឱកាសហើយការប្រកួតក៏អូសបន្លាយទៅដល់ពាក់កណ្ដាលទីហើយ Special Week របស់យើងហ្នឹងបន្ទាប់ពីគិតអំពីស៊ូសាកាបានមកផ្លែទៅក៏ចាប់ផ្ដើមបញ្ចេញក្បាច់ហើយចំណែកនៅក្នុងចិត្តរបស់ក្រាស់វិញក៏បានគិតដែរថាថ្ងៃនៅហ្នឹងគឺនាងព្យាយាមបញ្ចេញឲ្យពីសមត្ថភាពផងដោយសារតែប៉ះជាមួយនឹង Special Week តែមើលទៅ Special Week ដូចជាអត់បញ្ចេញសមត្ថភាពខ្លួនឯង
ទាំងអស់ទេនាងគិតហ្នឹងក៏មិនមែនមានន័យថា special week ហ្នឹងមើងងាយនាងអីដែរក៏ប៉ុន្តែនាងគិតថា special week ប្រហែលជាឆ្លោះឆ្លូចំណុចណាមួយឯងទីក៏ចិត្តបញ្ចប់ដែរហើយឥឡូវហ្នឹងគឺសល់តែ2នាក់ទេ special week ហើយនឹងក្រាស់ហើយ special week របស់យើងគាត់ដែលងាកក្រោយហ្នឹងឃើញក្រាស់ហ្នឹងឡើងភ័យបាត់ហើយតែមើលតាមចាស់ស្ដែងទៅអត់ឈ្នះក្រាស់ទេគ្នាយើងដោយសារតែក្រាស់ហ្នឹងគឺមាន spirit នៅក្នុងខ្លួនមានន័យថាមានកំណត់និង focus ខ្លួនឯងច្រើនជាង special week ណាហើយមែននេះយើងដោយការសង្ស័យបែនគ្រាន់តែក្រាស់នឹងមានឱកាសភ្លាមគឺធ្វើការរត់វ៉ា special week យើងដាច់ផុតមកហើយបច្ចុប្បន្នហ្នឹងអ្នកដែលដល់មុខហ្នឹងគឺក្រាស់ហើយអ្នកដែលទី2គឺ special week របស់យើងក៏ប៉ុន្តែចម្ងាយប៉ុណ្ណឹង special week យើងចាប់អត់ទាន់គេទេដោយជាលទ្ធផលហ្នឹងអ្នកទាំងអស់គ្នាក៏អាចស្មានបានមុនបានដែរថាដែលណាជាអ្នកឈ្នះនោះគឺ special week របស់យើងជាប់លេខ2ក្រាស់គឺជាប់លេខ1ដោយសារតែនាងមើលទៅដូចជាខ្លាំងណាស់ហើយការប្រកួតក៏បានបញ្ចប់ចឹងទៅហើយក្រាស់ក៏បាននិយាយជាមួយ special week ថាថ្ងៃហ្នឹងគឺនាងព្យាយាមមកអស់ពីសមត្ថភាពហើយដោយសារតែនាងដឹងថានាងគឺប៉ះជាមួយ special week ហើយនាងក៏បានចោទជាសំណួរទៅកាន់ special week វិញថាតើ special week ហ្នឹងនាងបានបញ្ចេញអស់ពីសមត្ថភាពនៅដោយសំណួរហ្នឹងគឺ special week ក៏បានឆ្លើយទេដោយសារតែនាងកាំងអាចថាហត់ផងអីផងណាហើយយប់ក៏បានមកដល់ special week របស់យើងហ្នឹងបំរុងទៅស្រែកលោអាឡានៅកន្លែងដើមឈើហ្នឹងតែហើយហ្នឹងក៏ឃើញ trainer នៅចាំនៅហ្នឹងហើយពួកគេទាំងពីរហ្នឹងក៏មានការសន្ទនាគ្នាបន្តិចផងដែរដោយ trainer ហ្នឹងគាត់ប្រកាសចិត្តឲ្យថា special week នឹងមានបញ្ហាអញ្ចឹងក៏សួរទៅថា special week អាពេលដែលប្រកួតនឹងគឺគិតពីអី special week ក៏បាននិយាយដែរថានាងគឺគិតពីសុសកាហើយ special week ហ្នឹងគឺចង់ថាអត់ដឹងមិនទេបានគិតពីសុសកាហ្នឹងហើយ trainer ហ្នឹងក៏បានរំលឹកសួរតែកាន់ special week ថាតើគោលបំណងនាងហ្នឹងគឺចង់ធ្វើអី special week ក៏បាននិយាយថាចង់រត់ជាមួយសុសកាហើយក៏ចោទជាសំណួរមួយទៀតថាតែប៉ុណ្្នឹងឯងមែនទៅ special week របស់យើងនឹងភ្ញាក់ខ្លួនថាគោលបំណងមិនមានតែមួយទេគឺចង់រត់នឹងខ្លាចទៅជាអ្នករត់ប្រណាំងដូចថាដែលខ្លាំងជាងគេជាពិសេសគឺឲ្យម្ដាយរបស់នាងនឹងមើលការទស្សនាផ្ទាល់ហើយក៏បានមានជាកម្លាំងចិត្តមកវិញអញ្ចឹងទៅហើយសាច់រឿងមានតែប៉ុណ្្នឹងទេគ្នាយើងអរគុណសម្រាប់ការទស្សនាពីដើមរហូតដល់ចប់ហើយកុំភ្លេច subscribe ផងដោយសារតែមានអ្នកមើលច្រើនមែនតើដែលអត់បាន subscribe អញ្ចឹងគឺសាច់រឿងបញ្ចប់តែប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ